ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បញ្ជូនជនបរទេសលួចឆ្លងដែនដោយខុសច្បាប់ចំនួន78នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញទៅប្រទេសកំណើតវិញពោធិ៍សាត់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបញ្ជូនជនបរទេសចំនួន78នាក់ដែលបានលួចឆ្លងដែនដោយខុសច្បាប់ប្រគល់ទៅឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញទៅប្រទេសកំណើតវិញនេះយោងទៅតាមគណនី Facebook គេហទំព័រស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដោយអនុវត្តនៅប័ណ្ណបញ្ជាពីនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងឧត្តមសេនីយ៍តូសថេនស្នងការនគរបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី27ខែមករាឆ្នាំ2026កម្លាំងផែនអន្តោប្រវេសន៍និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបញ្ជូនជនបរទេសចំនួន78នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធីបណ្តេញចេញទៅប្រទេសកំណើតវិញនៅក្នុងនោះរួមមានជនជាតិចិនចំនួន62នាក់ជនជាតិមីយ៉ាន់ម៉ាចំនួន9នាក់និងជនជាតិថៃចំនួន7នាក់ដោយកន្លងមកកងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានល្បាតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដើម្បីបង្ការបង្ក្រាបនិងត្រួតពិនិត្យរាល់ការធ្វើដំណើរដែលមានការសង្ស័យថាដឹកជនបរទេសដែលឆ្លងដែនដោយខុសច្បាប់ការជួញដូរមនុស្សដែលមានគោលដៅដឹកពីកន្លែងមួយទៅកន្លែងមួយនិងជនបរទេសដែលប្រព្រឹត្តបទល្មើស online scam ជាលទ្ធផលក្នុងការបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់មានការថយចុះគួរឲ្យកត់សម្គាល់និងទទួលបានការសាទរពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្នងការនគរបាលខេត្តពោធិ៍សាត់សូមកោតសរសើរនិងសហការពីប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ឬឆ្លងកាត់ខេត្តពោធិ៍សាត់ប្រជាពលរដ្ឋម្នាក់ជាសមត្ថកិច្ចម្នាក់ដើម្បីរាយការណ៍រាល់ពេលដែលប្រទះឃើញបទល្មើសជាក់ស្ដែងឬសង្ស័យថាជាជនបរទេសដែលលួចឆ្លងដែនខុសច្បាប់